4យ៉ាងដែលប្រមាក់មានកូនកង្វះអង់ស៊ីម G6PD គួរតែដឹងទី1ជំងឺនេះអត់ជាទេជំងឺនេះនឹងនៅជាមួយអូនអស់មួយជីវិតដោយសារតែជំងឺនេះគឺជាជំងឺ Zen ឬក៏ generic disorder បានន័យថាអូនទទួលបាន Zen មិនប្រក្រតីពីប៉ាម៉ាក់ហើយ Zen នេះនឹងធ្វើឲ្យខ្លួនយើងមិនអាចបង្កើតអង់ស៊ីម G6PD ដែលមានតួនាទីជួយការពារគ្រាប់ឈាមមិនឲ្យបែកជាពិសេសនៅពេលដែលជួបជាមួយនឹងសារជាតិ stress កោសិកាឬក៏ free radicals ទី2ប៉ាម៉ាក់ត្រូវតែដឹងថាតើចំណីអាហារណាខ្លះនិងថ្នាំណាខ្លះដែលគួរតែតមខ្លាំងជាងគេបំផុតគឺសណ្តែកហោឡើងតើហើយសណ្តែកដទៃទៀតក៏អាចមានបញ្ហាដែរទៅតាមកូនហើយក្រៅពីសណ្តែកត្រូវតែតម blueberry ត្រូវតែតមទឹកបើកម្លាំងដែលសម្បូរដោយជាតិ quinine ហាមមិនឲ្យប៉ះថ្នាំកាឡាតដែលមានសារជាតិ naphthalene ហាមប្រើប្រាស់ថ្នាំផ្សះមួយចំនួនថ្នាំគុណចាញ់ហើយនិងវីតាមីន C ក្នុងកម្រិតខ្ពស់ដោយសារអីដោយសារតែសារជាតិទាំងអស់នេះនឹងធ្វើឲ្យខ្លួនយើងបង្កើត free radicals ដែលនឹងធ្វើឲ្យគ្រាប់ឈាមកាន់តែបែកទី3ជំងឺនេះភាគច្រើនស្រាលតែក៏អាចធ្ងន់ស្រាលបើសិនជាប៉ាម៉ាក់តមនៅចំណីអាហារនិងថ្នាំដែលរៀបរាប់នៅខាងលើបានល្អកូនយើងអត់មានបែកគ្រាប់ឈាមមានការលូតលាស់ធម្មតាបញ្ញាស្មារតីធម្មតាដូចគេឯងតែវាអាចនឹងធ្ងន់ដោយសារតែការបែកគ្រាប់ឈាមអាចនឹងខ្លាំងក្លារហូតដល់ថ្នាក់ត្រូវការបញ្ចូលឈាមហើយបើករណីបញ្ចូលឈាមមិនទាន់អាចនឹងប៉ះពាល់ដល់អាយុជីវិតទី4ប៉ាម៉ាក់ត្រូវតែស្គាល់ពីរោគសញ្ញានៃការបែកគ្រាប់ឈាមទី1ស្លេកស្លាំងទី2ស្បែកឡើងលឿងទី3កូនហត់ខុសពីប្រក្រតីទី4ទឹកនោមអាចចេញជាកម្ៅអញ្ចឹងបើសិនជាមានកូនមានសញ្ញាណាមួយក្នុងសញ្ញាទាំងអស់នេះចាំបាច់ត្រូវយកអូនទៅមន្ទីរពេទ្យជាដាច់ខាតដើម្បីធ្វើការពិនិត្យនិងព្យាបាលអូចុងក្រោយពេលដែលយកអូនទៅពេទ្យត្រូវចាំបាច់ត្រូវប្រាប់គ្រូពេទ្យជានិច្ចថាអូនមានជំងឺកង្វះអង់ស៊ីម G6PD ដោយសារគ្រូពេទ្យត្រូវដឹងថាតើថ្នាំណាដែលអាចប្រើបានហើយថ្នាំណាដែលគួរតែជៀសវាងកុំភ្លេចណា